សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើផែនស្វាយញ៉ាំម្ដងទិញស្វាយមកមួយកែហើយដល់ពេលចឹងញ៉ាំអត់ទាន់ទេវាទុំទៅទុំទាំងអស់ហើយដល់ពេលតែយើងញ៉ាំអត់ទាន់ទេវាខូចវាលួយចឹងហើយនៅសល់6ស្វាយខ្ញុំយកមកធ្វើផែនស្វាយទៅនេះជាស្វាយដែលខ្ញុំយកមកធ្វើស្វាយនេះគឺមានរសជាតិផ្អែមណាហើយនេះអ្នកទាំងអស់គ្នាមើលពេលដែលទុករៀងយូរបន្តិចទៅវាឡើងអុចខ្មៅដល់ពេលចឹងយើងចិតយកទៅកន្លែងស្អាតទេយកមកធ្វើជាដំបូងនេះខ្ញុំចាប់ផ្ដើមចិតសបកចោលហើយបន្ទាប់មកខ្ញុំចិតយកទៅសាច់ទេសម្រាប់ស្វាយនេះពេលដែលអត់ទាន់ទុំគឺរាងជូរអែមទាល់តែយើងទុករាងស្វិតបន្តិចបានស្វាយនឹងចាប់ផ្ដើមផ្អែមដិតតែម្ដងសម្រាប់ស្វាយនេះរាងធំដែរដល់ពេលអញ្ចឹងខ្ញុំនៅសល់6ស្វាយមកល្មមធ្វើដំណាប់ស្វាយតែម្ដងហើយស្វាយនេះវាអត់មានតសៃទេពេលដែលយើងយកមកធ្វើដំណាប់ស្វាយគឺឆ្ងាញ់បើស្វាយខ្លះវាមានតសៃដល់ពេលយើងមកធ្វើញ៉ាំក៏អត់សូវឆ្ងាញ់ដែរសម្រាប់ស្វាយ6ផ្លែនេះខ្ញុំធ្វើបាន4ប្រទះធំដែរសម្រាប់ដំណាប់ស្វាយហ្នឹងពីមុនតែងតែឲ្យម៉ែផ្ញើដំណាប់ស្វាយពីស្រុកខ្មែរមកឲ្យប៉ុន្តែឥឡូវចេះធ្វើខ្លួនឯងហើយណាមួយមានម៉ាស៊ីនសម្ងួរទៀតដល់ពេលអញ្ចឹងអត់ប្របានដល់អ្នកស្រុកខ្មែរទៀតទេពេលដែលចិតស្វាយយកទៅសាច់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ក្នុងម៉ាស៊ីនក្លុកម៉ាស៊ីននេះអ្នកទាំងអស់គ្នាមានម៉ាស៊ីនក្លុកក៏បានកិនវាម៉ាត់ក៏បានដូចខ្ញុំបង្ហាញអញ្ចឹងសម្រាប់ម៉ាស៊ីនដែលខ្ញុំប្រើនេះគឺស្រួលមែនទែនឲ្យតែរបស់ទុនអញ្ចឹងគឺដូចយើងយកវាទៅជ្រុំគឺវាបែកអស់តែម្ដងអញ្ចឹងណាហើយយើងធ្វើបាច់សកត់វាបែកឲ្យបានល្អបើសិនជាវានៅដុំផែនស្វាយយើងក៏អត់សូវស្អាតដែរសម្រាប់ស្វាយ6ផ្លែធ្វើទៅបានច្រើនមកល្មមញ៉ាំដែរបន្ទាប់ពីកិនស្វាយរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកស្វាយនឹងចាក់ចូលទៅក្នុងឆ្នាំងមួយដើម្បីត្រៀមយកវាទៅកូរនៅលើភ្លើងណាសម្រាប់ឆ្នាំងយកឆ្នាំងណាដែលអត់មានស្អិតនៅជាប់បាតអញ្ចឹងបានស្រួលកូរមុននឹងកូរគឺត្រូវប្រយ័ត្នបន្តិចអ្នកទាំងអស់គ្នាដូចខ្ញុំអញ្ចឹងខ្ញុំពាក់ស្រោមដៃហើយពាក់អាវដៃវែងដើម្បីការពារផែនស្វាយនឹងវាផ្ទុះព្រោះអីស្វាយនឹងពេលដែលចាប់ផ្ដើមឡើងពុះហើយជាពិសេសគឺខាស់ទឹកម្ដងបន្តិចហើយគឺវាផ្ទុះសាហាវណាស់អញ្ចឹងហើយតើតែប្រយ័ត្នមែនទែនបើមិនអញ្ចឹងទេត្រូវដៃលាមុខអញ្ចឹងណាការធ្វើផែនស្វាយនេះមិនស្រួលធ្វើទេដោយសារតែវាផ្ទុះគឺផ្ទុះខ្លាំងមែនទែនបើសិនជាអ្នកទាំងអស់គ្នាអត់ចេះកូរទេវានឹងលាដៃហើយឬក៏អាចផ្ទុះទៅលាមុខអញ្ចឹងណាហើយភ្លើងក៏អត់ប្រើភ្លើងខ្លាំងដែរប្រើភ្លើងមកល្មមបើដាក់ភ្លើងកាន់តែខ្លាំងស្វាយនឹងគឺផ្ទុះកាន់តែឡើងលើកាន់តែខ្ពស់ពេលកូរស្វាយអ្នកទាំងអស់គ្នាមើលកន្លែងដែលពុះក្រុកហើយផ្ទុះហ្នឹងគឺឆាប់យកវិញទៅកូរកន្លែងហ្នឹងដើម្បីឲ្យវាឈប់ផ្ទុះវិញណាបើមិនអញ្ចឹងទេវាផ្ទុះឡើងលើវានឹងប៉ះដៃប៉ះមុខយើងហើយអញ្ចឹងយើងត្រូវយកវិញកូរកន្លែងណាដែលពុះហើយនឹងផ្ទុះហ្នឹងគឺកូរឲ្យរៀងញាប់ដៃហើយកុំដើរចោលផែនស្វាយនឹងដើរចោលបានទេគឺកូរវាផ្ទុះមករហូតអញ្ចឹងដៃយើងតើកូរឲ្យញាប់ដៃមែនទែនសូម្បីតែប្រើដៃមួយជាហៀងកូរក៏អត់បានដែរអ្នកទាំងអស់គ្នាឲ្យវាល្អិលហើយដល់ពេលអញ្ចឹងយើងត្រូវដៃមួយទប់នៅក្នុងឆ្នាំងហើយដៃមួយគឺយើងត្រូវកូររហូតហើយមុខក៏ដូចគ្នាដែរកុំសូវអើតចូលចិត្តឆ្នាំងឲ្យសោះព្រោះអីតើអើតចិត្តឆ្នាំងពេលដែលផ្ទុះមកគឺចំមុខហើយតែចំហើយគឺអាលៀកប៉ោងតែម្ដងសំខាន់ដូចខ្ញុំនិយាយចឹងកន្លែងណាដែលពុះនឹងគឺឆាប់យកវេទៅកូរកន្លែងហ្នឹងបើមិនអញ្ចឹងទេវាពុះមកក្រិចហ្នឹងគឺថាវាផ្ទុះចំដៃចំមុខហើយគឺជាអត់ផុតតែម្ដងអញ្ចឹងតើចេះកូរហើយបើមានកូនតូចអីកុំឲ្យមកចិត្តឲ្យសោះព្រោះអីជិះវៀងខ្លាច់ផ្ទុះទៅវាខ្ទាតចំកូនអញ្ចឹងណាដូចខ្ញុំពងកូអញ្ចឹងអេមីនៅឈោពីក្រោយហើយរោតមកចិត្តទេអញ្ចឹងខ្ញុំចិត្តតែស្រែកខាត់ថាកុំឲ្យមកអញ្ចឹងណាព្រោះអីខ្លាច់ផ្ទុះចំតែផ្ទុះហ្នឹងគឺអាលៀកឡើងប៉ោងសាច់ឡើងខូចស្បែកតែម្ដងសម្រាប់ស្វាយនេះពេលយើងកូរមកសន្ទុះទៅវារៀងដាច់ទឹកហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានផែនស្វាយរៀងឡើងស្វិតកូរវាឡើងយូរឲ្យដាច់ទឹកល្អមែនទែនពេលយើងយកទៅហាគឺផែនស្វាយនឹងឡើងស្វិតល្អតែម្ដងប៉ុន្តែបើអ្នកទាំងអស់គ្នាចង់បានរៀងផុយកុំកូរដាច់ទឹកខ្លាំងពេកកូរមកល្មមបានហើយបើសិនជាយើងកូរដាច់ទឹកខ្លាំងពេកផែនស្វាយនឹងឡើងស្វិតខ្លាំងបើយើងកូរមកល្មមទេពេលយកទៅហាទៅផែនស្វាយនឹងញ៉ាំទៅរៀងផុយវាឆ្ងាញ់ម្យ៉ាងដែរហើយក្មេងក៏អាចញ៉ាំបានចាស់ក៏អាចញ៉ាំបានដែរការឈូកូស្វាយនឹងគឺប្រហែលជា1ម៉ោងលើសបន្តិចដែរបានវាខាស់ទឹកល្អបន្ទាប់ពីកូររួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមយកស្វាយដែលយើងបានកូរហើយនឹងមករៀបនៅលើกระดาษហ្នឹងគឺกระดาษដុតនំយើងអាចដាក់ទ្រាប់នៅលើថាសដែលសម្រាប់យកទៅហាលអញ្ចឹងណាយើងដាក់រៀបវាមកហើយព្រាយវាមកឲ្យពេញលើกระดาษហ្នឹងមកហើយយើងអាចយកវាទៅហាលបានហើយសម្រាប់ផែនស្វាយហារៀងក្រាស់បន្តិចបានឆ្ងាញ់ពេលខាំទៅវាអត់សូវស្វិតខ្លាំងបើសិនជាយើងហារៀងស្ដើងពេលដែលវាស្ងួតហើយរៀងស្វិតបន្តិចសម្រាប់ផែនស្វាយនេះគឺខ្ញុំពេលដែលខ្ញុំដាក់បរិយាយសម្រាប់ហាហ្នឹងគឺបាន4ប្រទះធំដែលខ្ញុំបង្ហាញហ្នឹងហើយនេះគឺជាផែនស្វាយដែលបានរៀបចំដាក់យកទៅហាលហើយខ្ញុំហាម៉ាស៊ីនសម្ងួតហ្នឹងរយៈពេល5ម៉ោងដែរបន្ទាប់ពី5ម៉ោងក្រោយមកគឺខ្ញុំចាប់ផ្ដើមដកវាចេញពីម៉ាស៊ីនណា
ពេលដែលយើងដាក់ហាលលើกระดาษអញ្ចឹងទៅស្រួលមែនទេអ្នកទាំងអស់គ្នាពេលដែលស្ងួតមកយើងគ្រាន់តែបកចេញពីกระดาษនឹងមកគឺរួចរាល់ហើយបើយើងហាលដាក់ថាសដាក់ចានអញ្ចឹងយើងពិបាកយកចានយកថាសយកទៅលាងអញ្ចឹងណាដល់ពេលយើងដាក់กระดาษអញ្ចឹងទៅគ្រាន់តែបកចេញមកយកกระดาษចោលគឺរួចរាល់ហើយស្រួលបកមែនទេអត់មានជាប់กระดาษជាប់អីទេនេះផែនស្វាយដែលបានធ្វើហើយអ្នកទាំងអស់គ្នាមើលល្អមែនទេសម្រាប់ការហាផែនស្វាយនៅក្នុងម៉ាស៊ីនណាគឺល្អមែនទែនដោយសារអីអត់មានដីហុយចូលទេដោយសារតែពេលមុនណាខ្ញុំធ្លាប់ទិញគេនៅពីស្រុកខ្មែរមកពេលញ៉ាំទៅគឺប៉ះដីដោយសារតាហានឹងកម្ដៅថ្ងៃហើយណាមួយនៅស្រុកខ្មែរសបោដីដល់ពេលអញ្ចឹងវាហុយដីមកពេលញ៉ាំទៅពេលខ្លះទៅប៉ះដីក្រឹបដែរអញ្ចឹងណាដល់ពេលយើងចេះធ្វើខ្លួនឯងអញ្ចឹងទៅស្រួលមែនទែនអនាម័យខ្ពស់ហើយហានៅក្នុងម៉ាស៊ីនអញ្ចឹងគឺឆាប់បានញ៉ាំទៀតរយៈពេលតែ5ម៉ោងគឺបានញ៉ាំហើយលឿនមែនទែនពេលធ្វើខ្លួនឯងគឺល្អគ្រប់មុខអ្នកទាំងអស់គ្នាដោយសារអីយើងអត់មានបន្ថែមជាតិស្ករអត់មានប្រើម្សៅគឺយកសាច់ស្វាយយកមកធ្វើសុទ្ធតែម្ដងអញ្ចឹងណាពេលដែលញ៉ាំទៅគឺរសជាតិឆ្ងាញ់ដើម្បីឲ្យងាយស្រួលញ៉ាំយើងអាចកាត់ជាបន្ទះស្ដើងតូចហើយដាក់ចូលក្នុងកំប៉ុងមួយពេលដែលយើងចង់ញ៉ាំយើងអាចដកវាម្ដុំយកមកញ៉ាំបានឬមួយក៏យើងអាចកាត់វាបន្ទះស្ដើងហើយយើងមូលតូចក៏បានដែរពេលកូនចង់ញ៉ាំអញ្ចឹងដកឲ្យម្ដុំអញ្ចឹងគឺកាន់តែស្រួលដែរប៉ុន្តែកុំភ្លេចណាឆ្ងាញ់មែនប៉ុន្តែដំណាប់ស្វាយញ៉ាំច្រើនអាចឈឺធ្មេញ